តោះសួស្តីអ្នកយើងថ្ងៃនេះគ្រូមានលំហាត់មួយចង់ចែកម្លែកឲ្យគ្នាយើងលំហាត់រៀនប្រឡងបាក់ឌុបតាមពិតទៅលំហាត់នេះគ្រូយកចេញពីបាក់ឌុបឆ្នាំទៅមួយទៀតឆ្នាំ2024អញ្ចឹងអានេះគេថាធុងមួយទុកឧស្ម័នបរិសុទ្ធចំនួន2ម៉ូលហើយនៅស្ថានភាព300 Kelvin សំណួរកគេសួរថាគណនាតម្លៃមធ្យមនៃថាមពលស៊ីនេតិករបស់ម៉ូលេគុលនីមួយៗហើយខគេរកតម្លៃថាមពលស៊ីនេតិកសរុបហើយអីដែលគេឲ្យហ្នឹងគឺឲ្យ air ហើយនឹង Kb មកតោះអញ្ចឹងអីដែលយើងត្រូវចាំមុននឹងដោះស្រាយលំហាត់នឹងបានគឺយើងត្រូវចាំរូបមន្តសិនតើរូបមន្តថាមពលស៊ីនេតិកនីមួយៗថាមពលស៊ីនេតិករបស់ម៉ូលេគុលនីមួយៗស្មើអីអញ្ចឹងគឺការអ្វីគឺស្មើគេគឺស្មើ3លើក2 Kb តែបើសិនជាយើងចង់រកអាសរុបវិញយើងគ្រាន់តែយកអីយកអាសរុបយើងសេការហើយយើងគ្រាន់តែយក n ទៅគុណជាមួយនឹងការ AV តូចហ្នឹងមកគឺចេញថាមពលស៊ីនេតិកសរុបហើយឬក៏យើងប្រើតាមរូបមន្តការសរុបគឺស្មើអីស្មើនឹង3លើ2 n Kb ក៏បានដែរហើយវាស្មើអីទៀតស្មើ3លើ2 n air តេអញ្ចឹងក៏បានដែរត្រូវដូចគ្នាអញ្ចឹងដូចលំហាត់នេះក៏យើងប្រើតាមនេះទៅគឺយើងស្រួលគណនាហើយចំពោះខនេះយើងធ្វើម៉េចឲ្យវាតាក់ទងនេះពួកអីយើងគេប្រាប់ n ប្រាប់ air មកអញ្ចឹងយើងគុណថែមជាមួយតេទៀតទៅយើងមកបានខ្ញុំលុបតំណែងទៀតកុំឲ្យច្រឡំអូខេយ៉ាងអានេះអននេះគេអនអាតេអូខេអញ្ចឹងយើងហៅតាមណាក៏បានដែរតោះឥឡូវលោកគ្រូសូមដោះស្រាយតាមរបៀបនេះហើយនឹងតាក់ទងអានេះអញ្ចឹងគ្រូដាក់រូបមន្តមកយើងសេមកsorry មិនតន់លុប save word ខ្មែរតែយើងដាក់តាមរូបមន្តការវែគឺស្មើនឹង3លើ2 Kb គុណជាមួយអីតែអូខេតោះទៀតយើងដាក់ដោយមកដោយ Kb ស្មើមែន Kb គឺស្មើនឹង 1.38 ក៏10សេគុណដក23សូក្នុង1 Kelvin តោះទៀតគេប្រាប់អីទៀតគេប្រាប់តេគឺស្មើ300 K អញ្ចឹងតេហ្នឹងយើងអត់ត្រូវបែកຂະຫນាតអីទេដោយសារអីយើងគិតជា Kelvin ស្រាប់ហើយណាអញ្ចឹងអត់ត្រូវបែកຂະຫນាតទេតែបើគេឲ្យមកជាអង្សាសេយើងបែកទៅជា Kelvin វិញទៅយើងគ្រាន់តែយកតេតូចបូក 2.3 ទៅអានេះយើងឃើញតេធំហើយតោះហើយគូសេតគេបានឬក៏យើងបានដាក់មកដូចតែគ្នាយើងអាចសេមកក៏បានដែរអញ្ចឹងគូសេថាការវេគឺស្មើ3លើ2ការ B គុណនឹងតេអញ្ចឹងការ B តម្លៃវាគឺ 1.38 ក៏10សេគុណដក23ចំពោះតម្លៃ NA គឺ 6.02 ក៏10សេគុណ23អ្នកនេះយើង NA គឺតម្លៃវាធំការ B គឺតូចខ្លាំងគឺចាំអញ្ចឹងទៅអញ្ចឹងគុណតេយើងគឺ300អូខេអញ្ចឹងយើងគណនាបន្តិចមកឃើញទេតាឃើញមែនអូខេតាគណនាទៅឃើញ 6.21 ក៏10សេគុណដក21ដែរអូខេអញ្ចឹងថាមពលស៊ីនេតិកថាថាមពលអីទេគឺគិតជាស្រួលទាំងអស់តែអញ្ចឹងយើងដាក់ដូចនេះទៅដូចនេះការវេគឺស្មើនឹង 6.21 ក៏10សេគុណដក21អូខេតោះទៀតសំណួរខគេសួរថាគេ
tham phố diện tíchសរុបណាអូខេគឺកាត់បានតិចសិននេះគឺកាត់អានេះបន្តិចទៅដាក់ទៅមកគ្រូជឿសិនអូខេតោះចឹងចំពោះthamពោស៊ីនតិចសរុបយើងគ្រាន់តែប្រើតាមរូបមន្តនេះគេហើយរូបមន្តគូឲ្យខាងលើគឺការធំស្មើ3លើ2 n យ៉ាតេមកឃើញហើយហ្នឹងជាងដាក់ថាតាមរូបមន្តណាការធំគឺស្មើនឹង3លើ2 n យ៉ាគុណជាមួយតេអូខេចឹងយើងដាក់បំរាមបន្តិចទៅដោយសារអីគេប្រាប់អីគេប្រាប់ n មកត្រូវប៉ុណ្ណឹងចឹង n គេប្រាប់មកមែនគឺចំនួន2ម៉ូលណាហើយចំពោះ r 8.31ស្រួលចឹងគូសាំគឺ2ម៉ូលគេហៅដល់ពេល r 8.31ស្រួលក្នុង1ម៉ូលចុចកាំងខេហើយតេគឺស្មើ3ហើយគេវិញតើតោះទីយើងបានមកថាគឺដាក់គេបានទៅគេបាននេះគេការគឺស្មើ3លើ2គុណជាមួយ n គឺ2ម៉ូលពេល r គឺ 8.31គុណតេរបស់យើងគឺ3ហើយចឹងយើងកណនាមកឃើញបានឃើញ74.9អូខេ74.9ចានេះ0ណាអូខេចឹងយើងដាក់ចុងក្រោយហើយអស់ហើយយើងដាក់ដូចនេះមកពេលប្រឡងកុំភ្លេចដាក់ដូចនេះកាលណាយើងភ្លេចដាក់ដូចនេះគេកាត់បន្ទោណាអូខេយើងដូចនេះយើងសរសេរពេញមកតម្លៃនៃthamពោស៊ីនតិចសរុបគឺស្មើនឹង7479ចានេះគ្រូដាក់7479តែម្ដងណាគឺយើងពេលប្រឡងយើងដាក់ពេញមកផ្សេងដូចគ្រូអញ្ចឹងព្រោះគេកាត់បន្ទោតោះអញ្ចឹងគ្រូមានតែប៉ុណ្ណឹងទេហើយចុងក្រោយគ្រូអរគុណដល់អ្នកយើងដែលបានមើលវីដេអូបង្រៀនគ្រូតាមដានបណ្ដាញ